នឹងមានអ្វីកាត់ឡើងប្រសិនបើប្រទេសនេប៉ាល់និងប៊ូតនផ្លាស់ទីកន្លែងគ្នាសមស្រមៃមើលប៊ូតនដែលជារដ្ឋតូចមួយមានប្រជាជនតិចជាង1 លាននាក់ប្រកបជាមានដីធ្លីធំមហាសាលរបស់នេប៉ាល់ដែលធ្លាប់មានមនុស្សរស់នៅជិត30 លាននាក់ហិមាល័យទាំងមូលគឺនឹងស្ថិតក្រោមការគ្រប់គ្រងប៊ូតនពីភ្នំ Everest ដល់ដីរាបជ្រោយខាងក្រោមចំណែកឯនេប៉ាល់វិញនឹងក្លាយជាប្រទេសតូចតាចដូចជាប៊ូតនសប្តាហ៍ថ្ងៃហើយបានជាប់គ្នានៅលេនមនុษย์ដ៏តូចមួយក្នុងភ្នំហើយពិបាកយ៉ាងខ្លាំងក្នុងការរកទំនឹងដីធ្លីដើម្បីថែរក្សាប្រជាជនធំធេងរបស់ខ្លួនហើយនេះគឺជាចំនួនសំខាន់ភ្នំ Everest តើប៊ូតននឹងអះអាងថានោះជាភ្នំខ្លួនធ្វើឲ្យខ្លួនក្លាយជាម្ចាស់ភ្នំខ្ពស់ជាងគេក្នុងពិភពលោកឬនេប៉ាល់នឹងខិតខំបន្តប្រយុទ្ធដើម្បីយកកំពូលភ្នំមុនស័ក្តិសិទ្ធិនោះត្រឡប់មកវិញបង្កឲ្យតំបន់អាស៊ីខាងត្បូងចូលទៅក្នុងភាពចលាចលរញ្ជួយនេះគឺជាការផ្លាស់ប្ដូរដ៏អស្ចារ្យដែលនឹងធ្វើឲ្យប្រវត្តិសាស្ត្រនិងភូមិសាស្ត្រតំបន់ផ្លាស់